អ្នកភូមិនេះលេងដកស្ពៃចោលទាំងតោនទៀតហើយព្រោះអីពេលខ្លះថោកដល់ថ្នាក់ថាហៅគេមកយកគេមិនយកទៀតហើយឥឡូវអ្នកភូមិនៅខាងអង្គរជ័យកពតលេងខ្វល់រឿងដាំបានថាអត់ទីផ្សារលក់មិនចេញអីទៀតហើយព្រោះដោយសារខាងរោងចក្រគេទិញស្ពៃនេះយកទៅកែច្នៃដឹងថាយកទៅកែច្នៃអត់ពុកម៉ែបងប្អូនគឺគេយកទៅកែធ្វើជាសាប៊ូដែលជាសាប៊ូស្ពៃមានសាប៊ូកក់សក់សាប៊ូដោះខ្លួនសាប៊ូដុំសាប៊ូអីហ្នឹងគឺពិសេសមែនតើហើយអ្វីដែលខាងរោងចក្រត្រូវការខ្លាំងគឺចលនាជាតិនិយមនាំគ្នាជួយសាកជាវមើលព្រោះអីមកដល់តែ 10000 ទេហើយអ្នកដែលធ្លាប់បានទិញប្រើហើយជួយ comment feedback មកថាតើបែបម៉េចអីបែបម៉េចព្រោះអីសាប៊ូស្ពៃនេះគឺជាសង្វាក់ផលិតកម្មមួយដែលជួយដល់អ្នកភូមិបានច្រើនខ្លាំងមែនតើឆ្នាំទៅដែលសល់ពេញចការហ្នឹងខែណាពូខែហ្នឹងគឺស្ពៃយើងសល់ពេញចការហ្មងពេញមកហ្នឹងណែនៅគុំបងប្អូន1គីឡូសល់ប៉ុន្មានដែលយើងចោលហ្នឹងសម្រាប់ចិត្តចោលពូ300ហើយហៅគេមកយកគេមកយកទៀត300ហ្នឹងហៅគេមកដកចោលគេមិនមកយកទៀតឲ្យគេមកយកគេមិនមកយកទៀតអញ្ចឹងស្ពៃនេះសម្រាប់នៅរោងចក្រសាប៊ូគាត់ទិញយើងជាប្រចាំហ្មងណាពូប្រចាំវិលជុំជាប្រចាំវិលជុំតម្លៃថេហ្មងតម្លៃថេចឹងអត់ភ័យខ្លាចសល់ទេខ្លាចសល់លេងខ្លាចសល់ប៉ុណ្ណេះអានេះវាកាត់រោគហ្នឹងហើយស្ពៃកាត់រោគអានេះហៅរោគអីពូអាហ្នឹងហៅផ្សិតហ្មងហើយថាឆ្លងគឺរៀលពេញរោងចឹងបើយើងលក់ឲ្យអ្នកញ៉ាំគឺគេអត់យកទេគេអត់យកទេចឹងហានិភ័យច្រើនអ្នកដាំនេះចឹងតើពេលយើងយកធ្វើសាប៊ូអត់អីទេដោយសារតែមានរោងចក្រផលិតសាប៊ូនេះហើយទើបស្ពៃរបស់អ្នកភូមិគឺអត់ចេះសល់ទៀតទេនិយាយទៅបងស្រីគឺគាត់បានជួយជាវទិញស្ពៃពីអ្នកភូមិជាប្រចាំឲ្យតែផលិតបានមិនថាស្ពៃនឹងបែបម៉េចអីគឺគាត់យកទៅលាងយកទៅកែច្នៃសម្អាតសម្រាប់មេរោគហើយបានចាប់ផ្ដើមយកទៅកិនយកទៅគៀបយកទឹកវាឲ្យដើម្បីយកទៅផលិតធ្វើសាប៊ូតាមក្បួនតាមຂະຫນាតរបស់គេចឹងទៅចឹងសម្រាប់សង្វាក់ផលិតកម្មនេះគឺត្រូវការហ្វឹកហាត់ឲ្យគាត់មានលាយជាមួយនឹងជាប្រភេទផ្ការំដួលទៀតណាគាត់កំពុងតែដាក់លក់ដូចគ្នានៅតូបនៅស្តង់របស់បងស្រីដែលជាតំណាងចែកចាយនៅខាងស្ទឹងមានជ័យដែលជាតំណាងចែកចាយធំនៅជាប់នឹងបេនឡានវរៈបុនធម្មនឹងឯងចឹងសម្រាប់ពុកម៉ែបងប្អូនចង់ជាវចង់អីងាយស្រួលតាមអនឡាញ Facebook page ឆាតមករឿងកំងតាម Telegram លេខទូរស័ព្ទអីក៏បានដែរក៏ដាក់ផ្ញើជូនហើយសម្រាប់ស្ពៃដែលអ្នកភូមិគាត់ដាំបានគឺនៅខាងភូមិអង្គរខ្ជានៅខាងឃុំដានគោមគឺគាត់អត់ចេះសល់ទៀតទេមិនថាគ្រួសារណាទេឲ្យតែដាំបានខាងរោងចក្រគឺគេប្រម៉ូទទិញហើយអញ្ចឹងសម្រាប់នេះគឺជាផលិតផលខ្មែររបស់យើងសុទ្ធសាធដែលជាការកែច្នៃចេញពីបងស្រីដែលគាត់ជាអ្នកកែច្នៃប្រភេទសាប៊ូស្ពៃសាប៊ូដោះខ្លួនសាប៊ូដុំសាប៊ូលាងមុខសាប៊ូកក់សក់សាប៊ូលាងចានហើយមានសាប៊ូប្រភេទសាប៊ូបោកកៅអៅសាប៊ូអីណាបើគាត់ច្រើនទៀតអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ជាវគឺពិតជាបានជួយទៅដល់អ្នកភូមិមែនព្រោះឯងខ្ញុំបានទៅដល់ទៅថតដល់ទីកន្លែងផ្ទាល់ហ្មងព្រោះពេលដែលគេដឹកស្ពៃចេញពីចកាមកដល់ខាងរោងចក្រហ្នឹងគឺគេចាប់ផ្ដើមយកស្ពៃហ្នឹងយកទៅលាងសម្អាតនិយាយទៅប្រម៉ែប្រមូលយកទៅលាងសម្អាតដើម្បីផលិតចេញជាសាប៊ូដោយគៀបដោយអីចឹងទៅនេះហើយខាងទិដ្ឋភាពនៅខាងរោងចក្រនៅភ្នំពេញរបស់យើងដែលពេលដែលមកដល់ហ្នឹងគឺគេប្រម៉ែប្រមូលយកស្ពៃហ្នឹងយកទៅចូលទៅក្នុងឃ្លាំងដើម្បីលាងសម្អាតបន្តអញ្ចឹងទៅអញ្ចឹងនេះគឺជាកន្លែងមួយដែលជួយបានច្រើនអញ្ចឹងខ្ញុំសង្ឃឹមថារោងចក្ររបស់គាត់កាន់តែមានការកំណែអាប់ដេតកាន់តែល្អទៅពីមួយជំនាន់ទៅមួយជំនាន់ហើយមានការគ្រប់គ្រងច្រើនហើយធ្វើឲ្យសង្វាក់ផលិតកម្មរបស់គាត់ចេះតែដើរដំណើរការទៅមុខបានណាព្រោះអត់មានអីធំជាងការជាតិនិយមទេដំបូងទោះបីជាមិនខ្ញុំជឿថានៅតែមានខ្វះខាតតិចតួចប៉ុន្តែយើងនាំគ្នាព្យាយាមប្រើហើយអ្នកផលិតព្យាយាមផលិតឲ្យបានល្អពីមួយជំនាន់ទៅមួយជំនាន់ព្រោះអីវាត្រូវការថវិកាត្រូវការដើមទុននិយាយទៅត្រូវការការអភិវឌ្ឍខ្លួនត្រូវការការអាប់ដេតជានិច្ចហើយដូចអ្នកទាំងអស់គ្នាឃើញចឹងពុកម៉ែបងប្អូនស្ពៃដែលគេយកមកពីចកាគឺគេលាងសម្អាតក្រោយពីលាងសម្អាតរួចគេយកទៅគៀបហើយយកទៅកិនហើយយកមកគៀបមកតង់ទៀតច្បាច់យកទឹកហើយបានយកទៅក្លុកលាយជាមួយនឹងគ្រឿងអីរបស់គេអីតទៀតខ្ញុំមិនសូវស៊ីជម្រៅទេគ្រឿងអស់ហ្នឹងប៉ុន្តែអ្វីដែលខ្ញុំបង្ហាញគឺចង់បង្ហាញដល់ពុកម៉ែបងប្អូនថានេះហើយជាផលិតផលរបស់គុនខ្មែររបស់យើងសុទ្ធសាធដែលផលិតចេញមកពីក្រមការងារគឺសិទ្ធិប្រជាជនជាតិខ្មែររបស់យើងសុទ្ធហ្មងហើយផលិតហើយមានការបោះចែកចាយលក់តាមខេត្តបដាហើយអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានាំគ្នាគ្រប់គ្រងឲ្យច្រើនព្រោះតើតែមានអ្នកទិញច្រើនទើបមានអ្នកលក់ច្រើនហើយនេះគឺបងស្រីគឺគាត់តែងតែអភិវឌ្ឍសិក្សាស្រាវជ្រាវរកអីប្លែកដូចនេះអញ្ចឹងសាប៊ូនេះគឺគាត់មានប្រើក្លិនជាមួយនឹងការរំដួលអីចឹងទៅដើម្បីយកទៅ
ធ្វើជាសាប៊ូឲ្យមានក្លិនកាន់តែឈ្ងុយកាន់តែក៏អូបកាន់តែអីទៀតចឹងណាចឹងពីខ្ញុំទៅមានតែប៉ុណ្្នឹងទេសង្ឃឹមថាពុកម៉ែបងប្អូននាំគ្នាមានចលនាជាតិនិយមឲ្យបានច្រើនដើម្បីឲ្យអ្នកផលិតនៅក្នុងស្រុកគាត់មានកម្លាំងចិត្តក្នុងការធ្វើដើម្បីមានកម្រៃបន្តអភិវឌ្ឍខ្លួនពីមួយជំនាន់ទៅមួយជំនាន់ព្រោះខ្ញុំជឿថាមួយជំនាន់ទៅមួយជំនាន់គឺត្រូវការអភិវឌ្ឍខ្លួនរហូតតែងតែមានអីខ្វះខាតហើយចឹងបើមានអីខ្វះខាតជួយខមមិនខាងក្រោមខមមិនក៏ដូចជាជួយជាវផងអរគុណបាយបាយ